ชี Astral RTX 58បងឥឡូវក៏ចាញ់ច្រើនមកជាពិសេសគឺសេរីពួក58រៀងវាស្អាតហើយមានទាំង54មានអីទៀត30%នេះគាត់ធ្វើការទេគាត់យកទៅគឺលេងហ្គេមសុតមកហើយលេងហ្គេមសុតជាមួយនឹង CPU សេរីពោះជាមួយនឹង RTX 58ទៀតគឺលេងហ្គេមវាត្រូវម៉ាច់ហ្មងវាសួងបងវាអត់ហ្នឹងដែរមានតែនឹងល្អចាំមកប្រាប់ចាំទៅចាំប្រាប់ថ្ងៃហ្នឹងយើងមកចង់បង្ហាញ PC សិនថ្ងៃហ្នឹងយើងមាន gaming PC មួយហើយ gaming PC ថ្ងៃហ្នឹងដែរគ្រឿងសំខាន់របស់គាត់គឺប្រើសឹងតែ ASUS ទាំងអស់ហើយបងចង់នឹងថា spec ថ្ងៃហ្នឹងមានគេខ្លះមើលខ្ញុំបានអូខេបងចង់សម្រាប់ PC ថ្ងៃហ្នឹងដែរគឺគាត់យកជា set បងសម្បីតែ monitor គាត់ក៏ ASUS Top Gaming ហើយសម្បីតែ accessory បង accessory ដូច Mario គាត់ប្រើនេះគាត់ប្រើសេរីពួក ASUS ROG ដែរអានេះគឺសេរីពួក Keras Wireless Endpoint បងចាំតិចទៀតចាំខ្ញុំដាក់ spec នៅលើនេះមើលអានេះគឺលេង game ហ្នឹងគឺវាសប្បាយបងហើយសម្រាប់ spec របស់ PC គាត់ដែរបងយើងនិយាយពី CPU ទៅមកណាសម្រាប់ CPU នេះគឺយើងប្រើជាមួយនឹង Core Ultra 7អានេះគឺ Core Ultra 7 265K ហ្នឹងនេះជា20 complex thread ប្រើជាមួយនឹង board ASUS អានេះគឺ Top Gaming B860 Plus Wi-Fi បងជា pad motherboard ដែល support ជាមួយនឹង CPU Ultra អា board នេះមាន Wi-Fi 7ហ្នឹងបងនេះហើយឯផ្សារហ្នឹងគឺមាន support M2 ដល់ Gen 5 ទៀត RAM slot គឺ4ដើមហើយមាន Top Gaming នៅកន្លែងនេះយើងបងឃើញចាំដាក់នៅលើ screen នេះមើល cooler ហ្នឹងគឺនេះល្បីដល់ក៏ cooler នៅឡើយយើងមានជាមួយនឹង ROG VO SLC 360អានេះគឺប្រភេទ ARGB spec ដូចខ្ញុំនិយាយអានៅវីដេអូមុនហើយបងគាត់និយាយហើយនៅវីដេអូមុនហើយតួឯកប្រចាំម៉ាស៊ីនរបស់យើងនេះបង ROG Astral RTX 58បងឥឡូវក៏ចាញ់ច្រើនមកជាពិសេសគឺសេរីពួក58រៀងវាស្អាតហើយមានទាំង54មានអីទៀតវីដេអូមុនគឺសេរីពួក ROG Astral ហ្នឹងខ្ញុំបានដាក់បញ្ឆោតហើយបងខ្ញុំប្រើជាមួយ vertical mouse ណាហើយសារម៉ាស៊ីននេះគឺម្ចាស់គាត់ឆ្លាញ់ផ្ដេកហើយនេះដាក់ផ្ដេកក៏ស្អាតហ្នឹងបងឃើញអានេះពេលយើងដាក់ផ្ដេកទៅមាន LED strip មួយខ្សែមកហើយ AD ផ្សេងហ្នឹងគឺយើងមើលឃើញទាំងខាងក្រោយ DVM ហ្នឹងនិយាយតែ GPU ហ្នឹងបងរៀងគេមកអែមចង់ដាក់បញ្ឆោតក៏ខ្ញងដាក់ផ្ដេកក៏ខ្ញង power របស់គាត់គឺយើងប្រើជាមួយនឹង Corsair 1000W 1000W គឺប្រើគ្រាន់តែប៉ុណ្្នឹងហើយសម្រាប់ RAM របស់គាត់វិញគឺយើងប្រើជាមួយនឹង Edge Power អានេះគឺ Edge Power 32G បងអញ្ចឹងយើងនៅសល់តែ2 slot ទៀតប៉ុណ្្នឹងគឺវាគ្រប់គ្រាន់ហើយសម្រាប់ការលេង game ពួកអី game ឡើយវាសេដល់ 32G ទេយើងមាន RAM 32G CPU Ultra 7ជាមួយនឹង RTX 58គឺ fit ជាមួយនឹង monitor របស់គាត់នេះបងអាចមើលបានតែបង monitor ដែរបងគឺ 4K HDR 160Hz មិនប៊ីផ្លេចប្រាប់មុនហ្នឹងខ្ញុំប្រាប់បងថាមានតំណែងល្អចង់ប្រាប់ហើយសម្រាប់តំណែងល្អដែរគឺថានៅពេលដែល build PC នៅ PC Pad Extreme និយាយតែឲ្យតែប្រើ component របស់ ASUS បងគឺបងនឹងទទួលបានកាដូ exclusive ពី PC Pad នេះបងនឹងទទួលបានជាមួយនឹង jacket ហើយនឹង AirYet របស់ ASUS T-shirt ជាមួយនឹង jacket របស់ ASUS នេះគឺស្អាតហ្នឹងបងចង់រកទិញកាយក៏អត់មានដែរដោយសារតែនេះគឺជាកាដូ exclusive ពី PC Pad Extreme ជាមួយនឹង ASUS ឥឡូវសម្រាប់កាដូយើងទុកមួយឡែកសិន spec វាអែមដែរប៉ុន្តែយើងអត់តែ performance វាអត់កែមិនដាច់ហើយសម្រាប់ការតែ performance គឺយើងនឹងធ្វើការតេស្តលើអាហ្គេមថ្មីនេះបើយើងមកតបានលេងដែរឃើញវាតំណងដែរបងស្រៀងអ៊ូខុងនេះតិចចង់ដឹងថា performance វាគឺមិនដែរចាំមើលខ្ញុំបានមកប៉ុន្តែធ្វើការ8ម៉ោងពេលថ្ងៃយប់ឡើងទៅលេងហ្គេមឲ្យដេកបើប៉ុន្តែចោលរីចម្រើនកែវាចេញកែទម្លាប់នឹងចេញបងមិនដាក់ធានាទេតែបើប៉ុន្តែនៅតែធ្វើអញ្ចឹងអត់ទំនុកជាទូទៅជាយុវជនធ្វើរឿងពីរទី1ធ្វើរឿងសម្រាប់បច្ចុប្បន្នទី2សម្រាប់អនាគតពីនឹងក៏មើលស្រាលមកបញ្យល់តបចិត្តមកទៀតអារឿងហ្គេមស្អីហ្នឹងគ្មានប្រយោជន៍គេលេងហ្គេមបានលុយប្រហែលអាហ្នឹងជាលុយគេដាក់ឲ្យបងឯងដូចគេដាក់លុយទៅស៊ីហ្នឹងហើយបងអញ្ចឹងសម្រាប់ performance ដូចបងបានឃើញអញ្ចឹងជាមួយនឹង game នេះដោយសារអី spec យើងគឺវាធំស្រាប់អញ្ចឹងទៅបើសិនជា game play មកអីគឺចាក់វាអត់អាសើបទេដូចជាមានតែប៉ុណ្្នឹងឯងបងចាំយើងជួបគ្នានៅវីដេអូក្រោយហើយបង complete នៅពេលដែលមក PC Pad បងវាជាមួយនឹង component ASUS នឹងទទួលបានកាដូហើយមានតែប៉ុណ្្នឹងយើងជួបគ្នានៅវីដេអូក្រោយបាយបាយស្អីជាតម្លៃ